ថ្ងៃនេះគឺខ្ញុំសុំមកធ្វើមុខម្ហូបមួយដែលខ្ញុំធ្លាប់បានទៅញ៉ាំការគេហើយខ្ញុំចូលចិត្តញ៉ាំខ្លាំងមែនតើហើយមុខម្ហូបមួយនឹងដែរគឺអត់មានអីច្រើនទេទាំងអស់គ្នាគឺជាបង្គារុំស្បៃហ្នឹងហើយយើងអត់មានធ្វើអីសាំញ៉ាំទេយើងគ្រាន់តែទិញស្បៃគេហ្នឹងហើយយើងយកបង្គាយើងមករុំជាមួយតែម្ដងហើយចេញក្បាលដំបូងមកគឺខ្ញុំកំពុងតែសាកបត់ស្បៃហ្នឹងដើម្បីកុំឲ្យវាលុបបង្គាបាត់ខ្លាំងពេកចឹងបើសិនជាយើងដាក់ទាំងវែងចឹងឃើញអ្នកទាំងអស់គ្នាគឺពេលដាក់ទៅយើងបាត់បង្គាអស់ហើយឃើញតែកតុយបន្តិចហ្នឹងទេប៉ុន្តែបើសិនជាយើងបត់វាឲ្យត្រឹមត្រូវទៅយើងអាចឃើញកតុយបង្គាឡើងវែងចឹងទៅមើលទៅរៀងទំនងចឹងអ្នកទាំងអស់គ្នាហើយបើនិយាយទៅគឺខ្ញុំខានបានតែញ៉ាំការគេហ្នឹងប្រហែលជាជិត10ឆ្នាំហើយអ្នកទាំងអស់គ្នាដោយសារតែរវល់ធ្វើការនៅពេញចឹងទៅពេលបងប្អូនការចឹងក៏អត់ដែរបានដាក់ច្បាប់ទៅហើយឥឡូវត្រូវរស់នៅនេះទៀតចឹងរត់ទៅលេងបានញ៉ាំការនឹងតែម្ដងចឹងហើយនៅសុកហ្នឹងក៏បាននឹកឃើញឃ្លាមហូបការប៉ុន្តែអត់ដឹងថាត្រូវធ្វើមិនចឹងអ្នកទាំងអស់គ្នាហើយក៏នឹកឃើញថាតោះសាកធ្វើព្រោះអីនៅនេះបើសិនជាយើងឃ្លានមហូបអីរៀងប្លែកៗអញ្ចឹងចង់បានញ៉ាំមហូបខ្មែរបែបខ្មែរយើងចំហ្មងគឺតោះតែយើងធ្វើខ្លួនឯងបើសិនជាទិញក៏អត់ដឹងទៅទិញយ៉ាងណាដែរអ្នកទាំងអស់គ្នាហើយអញ្ចឹងហើយក៏គិតថាមានតែយើងសាកល្បងទេទោះបីជាលើកទី1ប៉ុន្តែយើងសាកទៅដើម្បីឲ្យមានលើកទី2ទី3ដែរអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំក៏បានសាកធ្វើមានអីមើលទៅទំនងដែរតាហើយខ្ញុំធ្វើហ្នឹងគឺធ្វើអត់ច្រើនទេដោយសារតែជិតដល់ម៉ោងហូបបាយដែរអញ្ចឹងចឹងទៅខ្ញុំធ្វើមកល្មមហើយខ្ញុំហូបហើយហូបបាយយកទៅម្ដងអ្នកទាំងអស់គ្នាហើយសម្រាប់មុខម្ហូបមួយនឹងផងដែរគឺមិនឲ្យតែការដឹងតែមានទេអ្នកទាំងអស់គ្នាដោយខេត្តដែរអញ្ចឹងខេត្តខ្លះក៏អត់មានធ្វើអញ្ចឹងខេត្តខ្លះទៀតក៏មានអញ្ចឹងទៅហើយខ្ញុំបានហូបដោយសារតែខ្ញុំកាលហ្នឹងខ្ញុំនៅបាត់ដំបងដែរអ្នកទាំងអស់គ្នាអញ្ចឹងទៅខ្ញុំបានហូបម្ហូបបែបអញ្ចឹងតែបើសិនជានៅខាងខ្ញុំកំពុងធំនេះវិញគឺអត់មានធ្វើបែបអញ្ចឹងទេទៅតែលើហ្នឹងចាប់ដើមមានបដាតែមកពីមុនមកគឺអត់មានសោះតែម្ដងចំណែកដែរទឹកជ្រលក់ជាមួយនឹងបង្គារុំស្បៃរបស់ខ្ញុំហ្នឹងគឺខ្ញុំបានយកទឹកត្រីកកុងដែរមាននៅក្នុងទូទឹកកកស្រាប់ហ្នឹងយកមកញ៉ាំជាមួយដោយសារតែខ្ញុំអត់បានធ្វើទឹកជ្រលក់អីផ្សេងទេអ្នកទាំងអស់គ្នាហើយរបៀបចម្អិនអត់មានអីពិបាកទេអ្នកទាំងអស់គ្នាគ្រាន់តែដាក់ខ្ទះឲ្យក្តៅហើយចាក់ខ្លាញ់ទៅពេលដែលខ្លាញ់យើងក្តៅយើងដាក់បង្គារុំស្បៃយើងនឹងចូលទៅយើងចៀនដូចជាយើងចៀនសាច់មាន់ចៀនអីចឹងទៅហើយក៏ឆ្ងល់ខ្លួនឯងនឹងចេះតែរស់នឹកឃើញឃ្លានបង្គារុំស្បៃអីណាធ្លាប់ហូបម្ហូបការអ្នកទាំងអស់គ្នាដល់ពេលចឹងយើងថានិយាយដូចខានយូរយើងខានប្រហែលជាជិត10ឆ្នាំអីដែរអញ្ចឹងក៏សាកមកធ្វើឲ្យមាននេះបានជោគជ័យតែម្ដងក៏ប៉ុន្តែចង់ប្រាប់ថាខ្ញុំធ្វើតែ3ហ្នឹងទេអ្នកទាំងអស់គ្នាខ្ញុំមកធ្វើច្រើនទេដោយសារតែញ៉ាំតែឯងហើយចិត្តដល់មកបាយអញ្ចឹងពេលខ្លះហូចចិត្តនឹងខ្លួនឯងពេលសៅរ៍អាទិត្យចឹងបានសម្រាប់យូរថ្ងៃ2ថ្ងៃអញ្ចឹងអត់នឹកឃើញធ្វើអីហូបទេហើយក៏អត់នឹកឃើញចង់ថតវីដេអូដែរប៉ុន្តែចូលចិត្តឆ្លៀតណាស់ចាំដល់សុកអត់ឡើងមានពេលចេញពីធ្វើការហើយយើងត្រូវមានម៉ោងធ្វើអីផ្សេងទៀតចឹងអ្នកទាំងអស់គ្នាហើយឆ្លៀតខ្លាំងណាស់ម៉ោង2ម៉ោងហ្នឹងតែបើពេលមានពេលទៅណីអត់ធ្វើទេអត់ជល់សាមដល់ក៏ចឹងខ្ញុំគិតថាបើសិនជាខ្ញុំមានការងារធ្វើដល់ថ្ងៃសៅរ៍ទៅទៀតប្រហែលជាខ្ញុំអាសាចេញវីដេអូរៀងញឹកហើយព្រោះខ្ញុំចូលចិត្តឆ្លៀតអាពេលយើងមានពេលតិចៗចឹងតែបើថាមានពេលច្រើនអត់ធ្វើសោះហ្មងសម្រាប់បង្គារុំស្បៃយើងគឺបានញ៉ាំឯអ្នកទាំងអស់គ្នាអត់មានអីច្រើនទេដូចខ្ញុំថាចឹងស្រួលធ្វើខ្លាំងមែនតើអ្នកទាំងអស់គ្នាមិននៅផ្ទះអានតន័យអីចឹងអាចធ្វើញ៉ាំជុំគ្រួសារចឹងវាប្លែកមាត់យ៉ាងដែរតែក៏ចង់បញ្ជាក់ថាម្ហូបនេះរៀងមានជក់ខ្លាញ់ច្រើនបន្តិចអ្នកទាំងអស់គ្នាបើសិនជាយើងធ្វើហើយយើងយកกระดาษជូតមាត់ឬក៏กระดาษអីផ្សេងដែលអាចប្រើប្រាស់បានហើយដាក់នៅខាងក្រោមបង្គាយើងដាក់ដើម្បីឲ្យជក់ខ្លាញ់ចេញពីបង្គារបស់យើងទៅតែខ្ញុំដោយសារតែខ្ញុំបញ្ញាប់ហើយណាមួយខ្ញុំអត់ចង់សាំញ៉ាំច្រើនចឹងទៅក៏ដាក់តែប៉ុណ្្នឹងហើយវាណាមួយវាតិចផងអ្នកទាំងអស់គ្នាយើងកុំចាំបាច់តតែទៅញ៉ាំការគេអ្នកទាំងអស់គ្នាយើងអាចធ្វើញ៉ាំខ្លួនឯងបានចឹងហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអរគុណច្រើនដែលបានចូលរួមទស្សនាបាយបាយ